ដាំបឈូបុរាណមួយដែលមានប្រវែងប្រហែលជា1 ម៉ែត្រហើយទទឹងប្រហែលជាកន្លះម៉ែត្រអ្នកទាំងគ្នាហើយតាមចាស់ពីដើមនិយាយពីមុនតគ្នាមកថាបឈូនេះគឺជាបឈូបុរាណដែលសួស្តីបងប្អូនទាំងគ្នាឥឡូវនេះខ្ញុំបានមកដល់ទិដ្ឋភាពទាំងមូលនៃប្រាសាទមួយដែលមានក្បូរក្បាច់រចនាតាមបែបប្រាសាទអង្គរវត្តអ្នកទាំងគ្នាហើយឥឡូវនេះខ្ញុំបានមកដល់ខ្លងទ្វារពីដើមអ្នកទាំងគ្នាខ្លងទ្វារនេះគឺញៀវជាតិអន្តរជាតិបានដើរចូលមកបានដើរចូលផ្លូវចាស់ទេគឺដើរតាមផ្លូវខាងជើងហើយខ្លងទ្វារនេះដូចជាកសាងឡើងគឺមានតែថ្ម3ក្រៀមហើយនឹងថ្មភក់ធ្វើសម្រាប់ប្រកាន់ដៃក្បូរក្បាច់រចនាមួយចំនួនដែលបងប្អូនបានឃើញក្នុងវីដេអូនេះឯងហើយមុននឹងនាំបងប្អូនទៅចូលមើលនៅក្នុងប្រាសាទនៅកាលព្រះបាទសូរ្យវរ្ម័នទី2ព្រះអង្គបានកសាងស្រះទឹកអមសងខាងនៃផ្លូវដើរហើយប្រវត្តិឈ្មោះនៃប្រាសាទបន្ទាយសំរែគឺបន្ទាយមានន័យថាបន្ទាយព័ទ្ធជុំវិញតួនៃប្រាសាទហើយសំរែគឺមានន័យថាពីមុនជនជាតិសំរែអាចនឹងរស់នៅតំបន់អង្គរឬក៏នៅក្នុងភូមិថែរក្សានៃតួនៃប្រាសាទជនជាតិសំរែគឺមានដើមកំណើតនៅភ្នំកវាញបានបញ្ជាក់ថាជនជាតិសំរែពីមុនគឺមានបងប្អូននៅក្នុងភូមិនៅក្នុងស្រុកនេះឯងហើយការកសាងនៅពាក់កណ្ដាលសតវត្សទី12ព្រះបាទសូរ្យវរ្ម័នទី2ព្រះអង្គបានឧទ្ទិសថ្វាយដល់ព្រះនរាយណ៍ហើយព្រះនរាយណ៍ឬក៏ហៅថាព្រះវិស្ណុអ្នកទាំងអស់គ្នាហើយរចនាបថតាមបែបប្រាសាទនេះគឺតាមបែបប្រាសាទអង្គរវត្តនៃប្រទេសកម្ពុជាយើងទាំងអស់គ្នាហើយប្រាសាទនេះមិននៅឆ្ងាយពីទីក្រុងខេត្តសៀមរាបប៉ុន្មានទេអ្នកទាំងអស់គ្នាបើគិតជាពីចម្ងាយប្រហែល10 គីឡូម៉ែត្របងប្អូនទស្សនិកជនអាចចូលមកទស្សនាបានបើគិតពីទីប្រជុំជននៃឃុំព្រះដាក់ឬក៏ភូមិព្រះដាក់អ្នកទាំងអស់គ្នាមិនឆ្ងាយទេគឺជិះមកគឺ2 គីឡូម៉ែត្រនឹងដល់ទីតាំងហើយទីតាំងស្ថិតនៅភូមិអូទទឹងឃុំព្រះដាក់ស្រុកបន្ទាយស្រីខេត្តសៀមរាបអូនទស្សនិកជនមិនស្គាល់អាចសាកសួរបងប្អូននៅក្នុងភូមិអូទទឹងនេះបានអាចនឹងហើយតួនៃប្រាសាទនេះគឺស្រស់ស្អាតអស្ចារ្យណាស់ហើយអាចកំបាំងនៃប្រាសាទមិនលាក់បាំងជាច្រើននៅក្នុងប្រាសាទនេះទាំងអស់គ្នាប្រាសាទនេះមានកដាំបឈូបុរាណមួយដែលមានប្រវែងប្រហែលជា1 ម៉ែត្រហើយទទឹងប្រហែលជាកន្លះម៉ែត្រអ្នកទាំងគ្នាហើយតាមចាស់ពីដើមនិយាយពីមុនតគ្នាមកថាបឈូនេះគឺជាបឈូបុរាណដែលបញ្ចុះសពនៅក្នុងប្រាសាទនេះអ្នកទាំងគ្នាខ្ញុំសាកសួរម៉ែដូចជាចាស់នៅក្នុងភូមិអូទទឹងអ្នកទាំងគ្នាពីមុនគឺមានព្រះ5អង្គដែលជាប់នៅក្នុងទូប្រាសាទអ្នកទាំងគ្នាហើយមិនមានឯកសារណាបញ្ជាក់ថាព្រះអង្គនោះឈ្មោះអីហើយនឹងបាត់បង់ទៅណាដោយសារតែអ្វីទេអ្នកនរគ្នាបើតាមម៉ែចាស់ដែលបានប្រាប់ខ្ញុំគឺព្រះអង្គពីមុនអ្នកគ្នាស្អាតណាស់ហើយមានក្បាលកិនមានមឈូសមានរូបចល័កព្រះអង្គឃើញថាស្អាតអស្ចារ្យពីមុនអ្នកតែយើងក៏លេបភ្នែកទៅមើលជុំវិញនៃតួនៃប្រាសាទអ្នកនរគ្នាគឺមានកំពែងជិតប៉ិតជុំវិញតួនៃប្រាសាទអ្នកនរគ្នាកំពែងនោះវាហាក់ដូចជាបន្ទាយការពារនៅក្នុងប្រាសាទអ្នកនរគ្នាបើមានឈ្មោះតាំងពីបរមបុរាណគឺបន្ទាយសំរែគឺជាជនជាតិសំរែដែលបានរស់នៅថែទាំនៃតួនៃប្រាសាទអ្នកទាំងគ្នាហើយវីដេអូនេះអធិស្ឋានចំពោះការអត្ថាធិប្បាយមួយចំនួនដែលខ្ញុំបាទអត្ថាធិប្បាយទៅខុសឆ្គងអីកុំប្រកែប្រកាន់ហើយអ្នកទាំងគ្នាកុំភ្លេចមកចូលរួមទស្សនាតួនៃប្រាសាទដូចជាប្លង់ថតស្អាតចូលរួមទស្សនាប្រាសាទទាំងអស់គ្នាព្រោះអីប្រាសាទឥឡូវគឺគ្មានថាស្ងាត់ភ្ញៀវជាតិអន្តរជាតិច្រើនណាស់អ្នកគ្នាយើងទៅជួយថែរក្សាឬក៏អភិរក្សប្រាសាទដូនតាយើងដែលខំកសាងមានតែយើងទេអ្នកខំថែរក្សាព្រោះអីយើងអត់បានកសាងតួនៃភាសាទេដល់គេមានតែប្រជាជនដូចជាយុវជនយុវនារីសម័យក្រោយនេះឯងដែលអ្នកថែរក្សាតកូនតចៅតជំនាន់មានតែយើងទេកូនខ្មែរយើងត្រូវតែចេះថែរក្សាមរតកដូនតាយើងពីមុនដើម្បីឲ្យមានគង់វង្សយូរអង្វែងអ្នកទាំងគ្នាហើយវីដេអូនេះក៏ផ្ដាំបងប្អូនថាឲ្យចូលរួមថែរក្សាប្រាសាទយើងប្រាសាទដូនតាយើងអស្ចារ្យណាស់បងប្អូនហើយក៏វីដេអូមានតែប៉ុណ្ណេះបងប្អូនបើចូលចិត្តអីចុំភ្លេច
share អ្នកមួយដើម្បីទុកវីដេអូនេះឲ្យកូនខ្មែរចំនួនក្រោយបានឃើញអត់ទេបាយបាយ